ពុជាលើកម្ពុជាកិច្ចនុភាពអន្តរជាតិគណៈសម្ដេចធិបតីអញ្ជើញចូលរួមវេទិកាអនាគតអាស៊ាននៅហាណូយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងដឹកនាំគណៈប្រតិភូចិនខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនិងចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅទីក្រុងហាណូយចាប់ពីថ្ងៃទី8ដល់ថ្ងៃទី10ខែមិថុនាឆ្នាំ2026ដំណើរទស្សនកិច្ចនេះបង្ហាញពីការពង្រឹងទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងវៀតណាមគណៈប្រទេសទាំងពីរត្រៀមអបអរសាទរខួបទី60ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយជាពិសេសសម្ដេចមហាបវរធិបតីនឹងថ្លែងសន្ទរកថាគន្លឹះនៅក្នុងវេទិកាអនាគតអាស៊ានដែលផ្ដោតលើការលើកកម្ពស់ពាណិជ្ជកម្មវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ានដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងវិបុលភាពរួមគ្នាសម្រាប់ប្រជាជនកម្ពុជាបន្តពង្រឹងតួនាទីនិងកិត្យានុភាពរបស់ខ្លួនលើឆាកតំបន់និងអន្តរជាតិក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនិងភាពសកម្ម